ខ្ញុំពិតជាចង់ឲ្យអ្នកទាំងគ្នាងាកមកប្រើប្រាស់ជាមួយនឹងការប្រភេទ Open Air បែបនេះមែនទែនដោយសារតែការនេះណាគុណសម្បត្តិរបស់វាគឺពាក់យូរម៉ោងអត់ឈឺតិចជាបទពិសោធន៍ខ្ញុំណាបងប្អូននៅពេលដែលខ្ញុំពាក់កាសទូទៅធម្មតាណាគឺខ្ញុំពាក់អត់បានយូរទេពាក់បានតែកន្លះម៉ោងអីគឺឈឺតិចមែនទែនអញ្ចឹងទោះបីជាបទចម្រៀងនេះធ្វើឲ្យយើងឈៀលប៉ុណ្ណាក៏ដោយក៏អារម្មណ៍យើងអត់ល្អដែរដោយសារយើងឈឺតិចណាអញ្ចឹងនៅពេលដែលខ្ញុំបានប្រើប្រាស់កាសនេះណាគឺពាក់យូរយ៉ាងណាក៏អត់ឈឺតិចដែរដោយសារតែនេះជាប្រភេទកាស Open Air អញ្ចឹងយើងពាក់នៅពីក្រៅតិចបើន័យថាយើងអត់យកចូលតិចរបស់យើងទេអញ្ចឹងទៅវាអត់ធ្វើឲ្យយើងឈឺតិចសោះហ្មងណាអ្នកនរគ្នាហើយសំខាន់ទម្ងន់របស់វាគឺស្រាលទេអ្នកនរគ្នាឃើញវារាងធំអញ្ចឹងកុំច្រឡំថាវាធ្ងន់សម្រាប់មួយចំហៀងនេះគឺមានទម្ងន់ត្រឹមតែ 0.9 ក្រាមទេអញ្ចឹងអ្នកនរគ្នាពាក់អត់ចាំបាច់ភ័យថាយើងពាក់ទៅធ្ងន់ទេហើយចំណុចដែលសំខាន់របស់កាសនេះណាចំពោះបងប្អូនដែលចូលចិត្តហាត់ប្រាណគឺសំខាន់មែនតើគឺចង់បានកាសណាដែលអាចការពារជំរាបទឹកបានណាដោយសារតែនៅពេលដែលយើងហាត់ប្រាណគឺយើងតែងតែបែកញើសហើយអញ្ចឹងបើយើងប្រើប្រាស់កាសធម្មតានៅពេលដែលបែកញើសទៅធ្វើឲ្យកាសយើងសើមទៅគឺកាសនឹងអាចនឹងប៉ះពាល់ណាប៉ុន្តែសម្រាប់កាសនេះទោះបីជាអ្នកនរគ្នាបែកញើសកម្រិតណាឬមួយក៏អ្នកនរគ្នារត់ហាលភ្លៀងនៅក្រោមមេឃរលឹមតិចៗណាក៏អត់ធ្វើឲ្យប៉ះពាល់ទៅដល់កាសនេះដែរដោយសារតែកាសនេះគឺបានមកពាក់មកជាមួយនឹងអាវក្រោះការពារជំរាបទឹក IPX4 ណាអញ្ចឹងវាការពារបានល្អមែនតើរាល់ធូលីដីឬមួយក៏ញើសអីហ្នឹងណាគឺអត់ធ្វើឲ្យប៉ះពាល់ទៅដល់កាសនេះទេអញ្ចឹងសម្រាប់អ្នករត់ហាត់ប្រាណគឺល្អខ្លាំងមែនតើហើយបើនិយាយទៅដល់ថ្មវិញណាអ្នកនរគ្នាប្រើប្រាស់តែគ្រាប់កាសធម្មតាណាអាចប្រើប្រាស់បានដល់ 12.5 ម៉ោងអញ្ចឹងគឺវាប្រើបានយូរមែនតើបើធៀបជាមួយនឹងកាសទូទៅណាកាន់អស់ឲ្យត្រឹម 4-5 ម៉ោងណាអញ្ចឹងកាសនេះគឺកាន់បានល្អមែនតើបើសិនជាអ្នកនរគ្នាប្រើប្រាស់ជាមួយប្រអប់ទៀតណាគឺអាចប្រើប្រាស់បានដល់ទៅ50 ម៉ោងអញ្ចឹងគឺវាយូរមែនតើអ្នកនរគ្នាសាកតែមកពេញណាប្រើប្រាស់បាន 3-4 ថ្ងៃចូលមួយអាទិត្យទៀតអត់ទាន់អស់ផងអញ្ចឹងបើយើងធៀបជាមួយនឹងការទូទៅប្រើទាំងប្រអប់អញ្ចឹងបានយ៉ាងយូរ30 ម៉ោងគឺអស់ហើយអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ជាមួយនឹងការនេះណាអ្នកនរគ្នាអាចបញ្ជាទិញឥឡូវនេះបាន